và suốt đây bóng ôn và ngày đi trong xôn bằng hai nhằm tì một sân bồm slay từ ruộng của má để nghĩ xua bằng phật đường sạc mò bán nên có bà tuấn đã cho má ọt chư tê ọt chiêm tê ọt hàm tê hãy coi dương ọt trời ca bánh xả ráng khá lắng trên một kháng tới một kháng cứ nè sắp biết bốc cho nó thật chia này ai thôi không cho đặt chia bàn thì coi ai hưng là chia bàn ấy cộng ma miền Pành Hà thì muối cái này dừng cho sả ráng để miền trong miền rừng để nhọc trồ tới ắt chết nè thì muối thì ví thôi ơi cộng ma ai chiêm cho mỏ hám ắt chiêm với anh hám thì bấy cứ chứ thì muốn cứ hưng mà đòi thật chia cái này dừng bánh kháng cầm việc kháng về hay ai thôi không đặt chia đây hay cái này để dừng ra xả ráng dừng bánh tới có việc kháng thôi ơi slay nơi khăn khăn cho món ít lẹ một khăn cũng có mà tôi chỉ để tôi cứ còn ai chơi slay hoặc bà này chẳng còn uột này chẳng ấy chẳng là ní bởi dương mùa mưa sẽ đã sủng khăn này ní với cứ chạy về mấy chục lớp năm thì còn phải rắm dương miên chia sầm lấy bay sầm lấy nhưng miên chia là cầm đất tìm lấy mua đôi lấy rắm và đi lấy rắm cho nhau bao lấy 4 នេះត្រឡប់ទៅលេខ 1 វិញណាលេខ 2 លេខ 3 លេខ 4 លេខ 5 ចឹងវាចុះតាមលេខហ្មងបើជាលេខ 5 វាចុះមកលេខ 1 ហើយចាំមិនចាប់តាមពីលេខ 2 ទៅវិញចឹងណាបាទហើយនេះជាសំឡេងបាទដូរសំឡេងអាន 3 បាទចឹងកុមារតូចៗតាំងពីទូរក់ដែលទៅបង្កើតក៏អាចប្រើបានដែរយើងអត់ចាំបាច់ធ្វើចលនាសួតអីច្រើនខ្លាំងទេហើយចំណាយលុយច្រើនដែរហើយកាលណាយើងឃើញកូនផ្ទះតប់ទ្រុងផ្ទះតប់ទៅលើខ្នងសួតអីចេះវាមើលទៅវាពិបាកដែរតែករណីនេះយើងបើកបានយើងបើកស្រួលបាទនេះលេខ 1 បាទលេខ 2 លេខ 3 លេខ 4 លេខ 5 បាទនេះលេខ 5 នេះខ្លាំងសំឡេងយើងអាចលេងអាចដូរបានសំខាន់គឺកន្លែងដែលនេះកន្លែងបឺតនេះដោះចេញបានឃើញទេទុនល្អមែនទែនបាទដាក់របស់ទៅអត់មានឈឺទេបាទឃើញដាក់ទៅអត់ឈឺទេដាក់ពាក្យយើងអត់ឈឺទេឃើញទេហើយនេះក៏យើងដោះបានដែរយើងដោះបានបាទអញ្ចឹងយើងអត់ចាំបាច់ជ្រុះបាត់ទេចាំរើសឡើងវិញអញ្ចឹងយើងអត់ចាំបាច់នេះអានេះយើងដោះលាងបានបាទអញ្ចឹងរបស់អញ្ចឹងយើងកូនម៉ាដែលគាត់មានបញ្ហា slash មានបញ្ហាសម្បោក្អក allergy ផ្ដាសាយហើយជាពិសេសគឺអាចថាមានផ្ដាសាយធំអញ្ចឹងឯនេះយើងធ្វើការបូមជាមួយនឹងនេះបូម slash យកតែម្ដងអត់មានឈឺទេបាទអញ្ចឹងកូនម៉ាគាត់អត់មានចាំបាច់ទៅខ្លាចទេបាទយើងប្រើអញ្ចឹងក៏បានដែរបាទប៉ុន្តែអានេះវិញវានេះយើងដាក់តែវិញបាទឃើញទេបាទហើយនេះជាកន្លែងដែលយើងដកនេះមករុនបាញ់ទឹកចេញបាទព្រោះនេះវាសម្រាប់យើងមានស្លេះស្បោពីនេះមកលាក់ពីនេះមកហ្នឹងហើយគឺយើងធ្លាក់មកនេះយើងបាញ់វាចេញទៅបើវាច្រើនចេញនេះបើខ្លាំងបាទហើយសម្រាប់សក់ថ្មចឹងកុមារតូចទីរក់ដែលមានការព្រួយបារម្ភទៀតហើយរឿងបញ្ហា slash សម្បល់បាទយើងប្រើ
ម៉ាស៊ីនបូមស្លេះដោយអេឡិចត្រូនិកនេះបានទាំងអស់គ្នាបាទបើសិនជាលោកអ្នកប៉ាម៉ាម៉ាបងប្អូនមិត្តភ័ក្តិមានបំណងចង់ប្រើរបស់នេះហើយចង់ដឹងពីអត្ថប្រយោជន៍វាយ៉ាងម៉េចខ្លះអាចតាក់ទងមក Telegram របស់ខ្ញុំឬក៏មានអាស័យដ្ឋានផ្ទះនៃលេខ147ផ្លូវ B បរិយាប្រពុក3ផ្សារជោគមាសចូលតាមខ្លងវាផ្សារបាទគឺចូលតាមខ្លងវាផ្សារជោគមាសមកនៅហួសសួននៅឆ្វេងដៃឃើញដាក់ផ្លាកពេទ្យកុមារបរិយាប្រពុកថ្មីផ្សារជោគមាសនៅសែនសុខចការព្រីយើងបាទហ្នឹងយើងមកស៊ូតមែនតើបាទស៊ូតមែនតើហើយកុមារក៏ចូលចិត្តដែរអញ្ចឹងគាត់ប្រើទៅក៏អត់ខ្លាចទេប៉ុន្តែបើយើងបាញ់សារ៉ាំងបខំគាត់គឺកុមារប្រកាសជាខ្លាចឃើញពេទ្យអាវសអាវអីតែពេទ្យនឹងចាក់ថ្នាំហើយអញ្ចឹងខ្លាចហើយឈប់មកពេទ្យហើយណាហើយនេះខ្ញុំរីកមិនឲ្យប៉ាម៉ាម៉ាទិញទុកមួយនៅផ្ទះសម្រាប់ឲ្យអូនតូចមានស្បេះមានស្លោមានស្លេះមានសបោគឺយើងអាចបូមបឺតតែម្ដងព្រោះករណីខ្លះស្លេះនិងសបោនឹងធ្វើឲ្យបញ្ហាផ្លូវដង្ហើមស្ទះថប់កុមារទូចឬក៏ទារកដែលទៅកើតហ្នឹងគឺគាត់ពិបាកដល់ដង្ហើមមែនតើខ្ញុំបាទដុកទ័រលីវិជ្ជបណ្ឌិតកុមារអ្នកកាត់កុមារអតីតនៅទីពេទ្យកុមារអង្គរនៅទីពេទ្យឯកជនកុមារដទៃទៀតបាទបទពិសោធន៍18ឆ្នាំតាំងពីឆ្នាំ2007មកសញ្ញាបត្រមកពីប្រទេសអូស្ត្រាលីបាទហើយបានទៅត្រេនសិក្សានៅប្រទេសអាមេរិកនៅសិង្ហបុរីបាទនៅអ៊ីតាលីជាដើមអញ្ចឹងខ្ញុំសូមឡាយប៉ុណ្ណេះសូមគុណសូមជម្រាបលាបើលោកអ្នកមានចម្ងល់ចង់សួរអាចឆាត Telegram នៅក្នុង profile របស់ខ្ញុំបានឬក៏ឆាតផ្ទាល់ Telegram លេខ087 80 14 10គុតម្ដងទៀត Telegram លេខ087 80 14 10គុតលោកអ្នកអាចឆាតមកបានខ្ញុំនឹងឆ្លើយសំណួរបើសិនជាខ្ញុំមានពេលសូមអរគុណសូមជម្រាបលាជូនពរសំណាងល្អជូនពរឲ្យកុមារតូចទារកទាំងអស់មានសុខភាពល្អវៃឆ្លាតហើយរៀនពូកែបាយបាយ